trong video này nhằm updateពីរបៀប download Troll Store យកមកប្រើណាតែកុំឲ្យវែងឆ្ងាយយើងដើម្បី download Troll Store បានយើងឈប់ចាំតិចចឹងយើងចូលមកកាន់ Safari មក Safari វាយពាក្យតាមខ្ញុំណាវាយសេតាមខ្ញុំមកដាក់ S I G N E D N E D ចឹងមកតើមកដាក់សញ្ញាដកមួយញ៉ាដកចឹងមកតាស I P A dot ចឹងយើងដាក់ dot មក dot block spot ណាចេះដាក់ប៉ុណ្ណឹងណាហើយដាក់ .com ចឹងយើងវាយប៉ុណ្ណឹងណាវាយប៉ុណ្ណឹងមកហើយចុច go ចឹងយើងចូលមកដល់ website របស់ VN យើង scroll ឡើងលើតិចយើងរកពាក្យថា app sign ហើយញ៉ាគ្រីសណាហើយយើងចុចកន្លែងនេះចុចកន្លែងណាហើយយើង scroll មកយើងឃើញពាក្យ Troll Store X ហើយគេបញ្ជាក់ version iOS 14 ដល់ 17 ណាចឹងចុចឡើងពី install មកច្រឡំមកយើងប៉ះពីលើពី install ហ្នឹងមកចុចយក open iTunes ហើយចុច install ប៉ុណ្ណឹងមកចឹងយើងរងចាំវាតឡើងចូលមក home កញ្ចក់របស់យើងណាហ្នឹងហើយចឹងកន្លែងនេះវា download លឿនទេឲ្យតែអ៊ីនធឺណិតយើងដើរលឿននេះរងចាំតិចដោយសារ Wi-Fi slow ចឹងយើង download បានណាចឹងយើងប៉ះចូលអត់ទាន់បានទេយើងទៅ verify សិនចឹងចូល setting ហើយយើងយកពាក្យ general ហើយយើងចុចលើពាក្យថា VPN and device management ហើយចុចលើកន្លែងនេះមកហើយចុចត្រាស់មកហ្នឹងហើយចុចកន្លែងខំប៉ុណ្ណឹងមកអូខេចុចចេញមកវិញហើយចុចលើ Troll Store X ហ្នឹងហើយចុច install កន្លែងនេះយើងទុកចោលមកចឹងវាបាំងតិចចឹងកន្លែងនេះយើងរងចាំតិចដោយសារតែវាពាណិជ្ជកម្មយើងរងចាំតិចទៅវាបាត់ហើយតើមកយើងចុចលើ tip រូបពូលណារូបពូលមករួចរាល់ចឹងយើងអាចលុបអានេះចោលបានលុបចោលណាហ្នឹងហើយយើងយកដោយសារយើងតឡើងយកកម្មវិធីពូលយកមកជំនួសវិញហើយនេះឃើញទេចឹងយើងតឡើង Troll Store បានហើយចុចចូលឲ្យវា install ID នឹងសិនអូខេប៉ុណ្ណឹងរួចរាល់